សួស្តីខ្ញុំនឹងធ្វើការបង្ហាញរបៀបក្នុងការ install Ubuntu Server 24ចូលទៅក្នុងVirtualBox នេះគឺជាការដាក់ឈ្មោះ Virtual របស់យើងនេះគឺជាការកំណត់ទីតាំងcell file Visual របស់យើងនេះជា file ISO ក្នុងការ install Visual Server ចូលទៅក្នុង VirtualBox នេះយើងកំណត់ហើយអស់ហើយនេះខ្ញុំបានកំណត់អត់ដូច version របស់វា24.04ដូចគ្នាកំណត់វាដូចគ្នាមកជំហានបន្ទាប់ខ្ញុំកំណត់ RAM វាចំនួន 4G ហើយ Core CPU សម្រាប់ចំនួន3មកខ្ញុំយកmemory សម្រាប់store data របស់ខ្ញុំចូលនៅក្នុង hard drive ចំនួន200G មកយើងបានរៀបចំហើយអស់ហើយអញ្ចឹងយើងធ្វើការអនុវត្តចាប់ផ្ដើមមកយើងចុច start ដើម្បីវាដំណើរការយើងធ្វើការរងចាំយើងត្រូវចាំវាពេលហើយយើងចុចវាត្រូវការប្រាស់ពេលវេលាខ្លះដែរក្នុងការច្រងចាំតែនេះវាបានលោតហើយយើងត្រូវចុចវាយើងត្រូវពិនិត្យមើលឲ្យត្រឹមត្រូវត្រឹមត្រូវហើយយើងចុច confirm ទៅវាចំណាយពេលយូរបន្តិចក្នុងការនេះក្នុងការរងចាំវាឥឡូវវាកំពុងតែinstall ចូលហើយនេះចំណុចដែលយើងត្រូវកំណត់យកភាសាឥឡូវខ្ញុំយកភាសាអង់គ្លេសមកយើងចុចពិនិត្យមើលតើត្រឹមត្រូវអត់មកបើយើងត្រឹមត្រូវយើងចុចdone នេះយើងត្រឹមត្រូវទេយើងត្រូវកែកុនទៅតាមអ្វីដែលយើងចង់បានចុច done ព្រោះយើងមិនកែទៀតទេយើងត្រូវពិនិត្យមើលម្ដងមួយដើម្បីកុំឲ្យវាខុសអូខេត្រឹមត្រូវយើងចុច done មកចុច done ទៀតឥឡូវយើងធ្វើការរងចាំយើងត្រូវពិនិត្យមើលហើយយើងចុច done មកយើងចុច done ទៀតចូលចុចក្រោមមកឃើញចុច done ចុច done ទៅត្រូវពិនិត្យមើលវាម្ដងមួយពិនិត្យហើយយើងចុច done ទៅមុខទៀតហើយយើងពិនិត្យមើលពិនិត្យលក្ខខណ្ឌរបស់វាមកចុច continue មកយើងចាប់ផ្ដើមបញ្ចូល username ឈ្មោះរបស់យើងដំបូងឈ្មោះខ្ញុំជួយយ៉ាម៉ាតា .
server name យើងកំណត់ server name អានេះកំណត់ user ទៅមកចុងក្រោយគេពីរចុងក្រោយត្រូវដាក់ password ដូចគ្នាយើងត្រូវប្រយ័ត្នក្នុងការដាក់ password វាព្រោះយើងរួចរាល់ហើយយើងចុច enter មកចុច continue បន្ទាប់ពីដែលយើងបានពិនិត្យរួចរាល់ហើយតែយើងត្រូវទីអីអត់ទេយើងត្រូវទៅមុខទៀតនេះយើងធ្វើវាចាប់បានធ្វើការ install ហើយវាចំណាយពេលយូរគួរសមដែរ
rồi cho reboot nào tới rồiយើងត្រូវធ្វើការចុចវា enter ដើម្បីឲ្យវាដំណើរការហើយយើងចុច enter ទៅវាអត់ដំណើរការទេហើយការ install របស់យើងបានជោគជ័យហើយបងយើងធ្វើការlogin ចូលហើយវាយlogin យើងវាយឈ្មោះយើងចូលpassword យើងមើលអត់ឃើញទេព្រោះដាក់hide បាត់ហើយអញ្ចឹងយើងវាយ password យើងមើលឃើញទេលើ enter ចូលជោគជ័យហើយក្នុងការធ្វើតេហ្នឹងមានថាវាខានន័យថាជាឈ្មោះរបស់ម្ចាស់ root ជាឈ្មោះ root របស់យើងហើយ PWS PWS កំណត់ទីតាំងហើយយើងនឹងឈរនៅទីតាំងណាហើយយើងចូលមើល sudo atp update ដើម្បី update វាហើយវាទា password យើងវាយ password ចូលខុសអត់ត្រូវយើងនេះខុសអូខេម្ដងទៀតអូខេចូលហើយហើយយើងនឹងជំហានបន្ទាប់យើងធ្វើការ upgrade វាហើយយកជំរើសយកវាយមានន័យថា yes វាយទូចក៏បានវាយធំក៏បានអត់មានបញ្ហាអញ្ចឹងពេលខ្លះយើងដាក់YES ពាក្យពេញរបស់វាក៏វាដែរហើយការ install វាហើយយើងតេស្តមើលម្ដងទៀតតើដំណើរការត្រឹមត្រូវអត់ sudo ត្បូង who am I ត្រឹមត្រូវAWS
Lần tới thầm ao dân thôi ca shutdown nhé. Sudo shutdown. Slow down call. Shutdown. There's quite a bit of shutdown now. Cả đâm là cả akun đại ban là tu sna.